និមត្ថរតនតយស័កខ្ញុំព្រះករុណាសូមលំអោនកាយវាចាចិត្តចំពោះគុណព្រះត្រៃរតន៍មានព្រះពុទ្ធរតនៈព្រះធម្មរតនៈនិងព្រះសង្ឃរតនៈជាគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ហើយខ្ញុំព្រះករុណាសូមលើកយកនៅអានិសង្ឃកថាយកមកសម្ដែងសម្រាយយ៉ាងពិស្ដារដើម្បីឲ្យញាតិញោមពុទ្ធបរិស័ទស្ដាប់នឹងមានរឿងជាសម្អាងនៅខាងមុខអញ្ចឹងការបុណ្យដែលទាយយកធ្វើដោយនាំជ័យវរៈទៅប្រគេនចំពោះភិក្ខុសង្ឃដែលបានគង់ចាំព្រះវស្សាអស់វេលាមួយត្រីមាសឬមួយក៏3ខែក្នុងអាសវៈណាមួយហើយក្នុងវេលា29ថ្ងៃថ្ងៃណាមួយក៏តាំងពីថ្ងៃទី100ខែអាសុចទៅទល់នឹង15កើតខែកដិកឲ្យលោកក្រាលក្រងនោះហៅបុណ្យកឋិនឬក៏កឋិនទានឯងដែលយើងតែងតែហៅអញ្ចឹងកឋិនទានជាជ័យវរៈទានដូចជ័យវរៈដូចជ័យវរៈទានទាំងពួងដែរតែមានឈ្មោះពិសេសតាមកាលបរិច្ឆេទដែលធ្វើហៅថាកាលទានជាទានមានផល្លានិសង្ឃច្រើនជាងជ័យវរៈទាំងពួងដតីទាននោះព្រោះប្លែកពីជ័យវរៈទានឲ្យទៀតដោយលក្ខណៈការ5យ៉ាងគឺប្លែកទី1ហ្នឹងប្លែកដោយកាលព្រោះមានពុទ្ធានុញ្ញាតថាកឋិនកាលមានតែ29ថ្ងៃគឺខែអាសុច14ថ្ងៃត្រឹមថ្ងៃទី1ដល់14រោចដាច់ខែដាច់ខែកដិក15ថ្ងៃពីត្រឹមពី1កើតដល់15កើតពេញបរមីហ្នឹងទាំងអស់ញោមរាប់មើល29ថ្ងៃរយៈកាលនេះពាក្យសាមញ្ញហៅថារដូវកឋិនក្នុងរដូវកឋិននេះទាយយកចង់ធ្វើថ្ងៃមួយណាក៏បានដែរក្រៅពីថ្ងៃ29នេះគេអត់មានឈ្មោះពិសេសថាថ្ងៃកឋិនឡើយហើយវត្តមួយធ្វើបានតែម្ដងទេក្នុងមួយរដូវមួយទាំងភិក្ខុដែលបានទទួលកឋិនក្នុងរដូវនោះម្ដងហើយទទួលម្ដងទៀតពុំបានកឋិនដែលភិក្ខុសង្ឃដែលទទួលក្រាលក្រងកឋិនម្ដងហើយមិនអាចទទួលម្ដងទៀតបានទេនឹងទី1ទី2ផ្លែកដោយវត្ថុផ្លែកទី2គឺសម្ពុតដែលព្រះអង្គកឋិននោះបានតែស្បង់ឬក៏ចេពក៏សង្ឃឬក៏សង្ឃកដីដែលគេធ្វើត្រឹមត្រូវតាមពុទ្ធបញ្ញត្តិសម្ពុតក្រៅពីនេះពុំបានហើយសម្ពុតទាំង3មុខទៀតនឹងយកទាំងអស់ជាអង្គកឋិនមួយក៏ពុំបានតែមួយទោះបីជាទាយយកវេជ័យវរៈមួយត្រៃគឺជាពរមួយត្រាក់មួយឬមួយក៏ស្បង់មួយសង្ឃកដីមួយជាសម្ពុតកឋិនមកប្រគេនក៏ភិក្ខុសង្ឃអាចក្រាលក្រងបានដែរមានតែសង្ឃកដីមួយឬមួយក៏ចពរតែមួយក៏ញាតិញោមអាចយកមកបានដែរមកប្រគេនដល់ភិក្ខុសង្ឃលោករើសយកតែវត្ថុណាមួយធ្វើជាអង្គកឋិនគឺលោកចង់យកស្បង់ក៏បានចពរក៏បានសង្ឃកដីក៏បានស្រេចលើព្រះតីលោកឲ្យតែវត្ថុនោះត្រឹមត្រូវតាមវិនយត្តបញ្ញត្តិតែតាមធម្មតាលោកអ្នកក្រាលក្រងច្រើនតែយកសង្ឃកដីជាអង្គកឋិនណាដោយលោកយល់ថាបណ្ដាជាពរមួយត្រៃសង្ឃកដីជាជ័យវរៈធំជាងគេអាហ្នឹងផ្លែកទី2ផ្លែកទី3ហ្នឹងផ្លែកដោយអំពើគឺបុគ្គលអ្នកធ្វើគប្បីធ្វើឲ្យត្រូវតាមរបៀបវិនយបញ្ញត្តិហើយ
សង្ឃក៏គប្បីក្រាលក្រងនិងអនុមោទនាឲ្យត្រឹមត្រូវតាមវិនយបញ្ញត្តិដែរទៅកើតជាកថាពេញលក្ខណៈមួយនឹងផ្លែកទី3ផ្លែកទី4ហ្នឹងផ្លែកដោយមិគាហកៈមិគាហកៈគឺជាអ្នកទទួលសម្ពុតកថាបានតែភិក្ខុក្រៅពីភិក្ខុហ្នឹងទទួលអត់បានទេញាតិញោមសាមណេរនេនអីទទួលអត់បានទេបានត្រឹមតែភិក្ខុសង្ឃតែប៉ុណ្ណោះហើយភិក្ខុនោះទៀតសោតលុះតែបាននៅចាំព្រះវស្សាហ្នឹងគ្រប់3ខែស្មើនឹងមួយត្រីមាសយើងបើសិនជាអត់បានគង់ចាំគ្រប់មួយព្រះវស្សាទេគឺมันអាចក្រាក្រងបានឡើយទៅទទួលក្រាក្រងបានតបាន3ខែញោមនឹងអនុមោទនាកថាក្នុងវត្តនោះបានភិក្ខុដែលមិនបាននៅចាំព្រះវស្សាឬក៏បានទៅចាំព្រះវស្សាដែរតែឲ្យដាច់ក៏ទទួលអត់បានដែរញោមទទួលពុំបានហ្មងនឹងផ្លែកទី4ផ្លែកទី5ហ្នឹងផ្លែកដោយអានិសង្ឃផ្លែកដោយអានិសង្ឃគឺជាផ្លែកដោយអានិសង្ឃហ្នឹងគឺជាទីយកអ្នកធ្វើហ្នឹងក៏បានអានិសង្ឃច្រើនហើយចំណែកភិក្ខុសង្ឃហ្នឹងក៏ទទួលបានក្រាលក្រងនិងអនុមោទនាក៏បានអានិសង្ឃដែរអញ្ចឹងបានទាំងញាតិញោមបានទាំងភិក្ខុសង្ឃនឹងផ្លែកទី5យ៉ាងនោះរវាង5ខែដូចមានក្នុងវិនយបិដកភាគទី8ត្រង់កថាខណ្ឌកៈថា1អនាមន្តចារោត្រាច់ទៅកាន់ទីដតីដោយមិនបាច់លាភិក្ខុផងគ្នាបានមិនមានទោសទេលោកចង់មុនតើមុនតែមិនបាច់លាភិក្ខុសង្ឃក៏អត់មានទោសដែររយៈពេល5ខែនោះនឹងទី1ទី2អសមាទានចារោត្រាច់ទៅដោយមិនបាច់យកត្រៃជាពរក្រងប្រដាប់ជាប់ទៅជាមួយបាននឹងលោកទៅមិនបាច់យកចៃវរៈទៅក្រងក៏បានដែរញោមមិនមែនចេញក្រៅទេណាបងទី2ទី3គណៈភោជនាងឆាន់គណៈភោជនបានទី3ទី4យាវណដ្ឋចៃវរាំងទុកដាក់អភិរកៈចៃវរៈបានតាមតម្រូវការទី4ទី5យោចតដ្ឋចៃវរូបាតោសោទេសាំងភវិសតិចៃវរៈណាដែលកើតឡើងក្នុងអាសវៈនោះចៃវរៈនោះនឹងមានដល់វិខោសង្ឃនោះដល់កឋិនទានជាទាននាំឲ្យវិខោសង្ឃអ្នកទទួលក្រាក្រងនិងអនុមោទនាបានអានិសង្ឃ5យ៉ាងដោយពោលខាងដើមនេះអញ្ចឹងលោកដែលភិក្ខុដែលក្រាក្រងហ្នឹងមានសិទ្ធិខ្ពស់ហ្នឹងញោមបានដូចជាទីយកអ្នកធ្វើកឋិនត្រូវបានផល្លានិសង្ឃច្រើនជាអនេកដរាពំត្រាប់ពំបានព្រោះចៃវរៈទានពិសេសប្លែកពីចៃវរៈនានាដោយពោលហើយផងជាចៃវរៈទានឲ្យផល្លានិសង្ឃ5យ៉ាងដ៏ប្រកបដោយសេចក្តីសុខស្រួលដល់ភិក្ខុសង្ឃអ្នកទទួលទានផងហើយក៏បានសេចក្តីចម្រើនដល់អ្នកដែលប្រគេនដល់ព្រះសង្ឃក្នុងគ្រាកឋិននោះដែរសំដូចពុទ្ធដីកាថាសុខសៈទាតាមេធាវីសុខាំងសោអធិកច្ចតិជនដ៏មានប្រាជ្ញាណាមួយបានឲ្យនៅសេចក្តីសុខស្រួលដល់អ្នកដទៃជននោះឯងរមែងបានជួបប្រទះនឹងសេចក្តីសុខស្រួលជាពិតប្រាកដខានពុំបានចឹងអធិប្បាយថាជនណាដែលធ្វើកឋិនទានដែលនាំឲ្យវិខុសង្ឃបានដល់អ្នកដទៃជនណាដែល
thơ ông cả thân là tiên nắng nó mai việc khẩu xong ban ai để xong pram giang không là viên pram khai nục ban chung một tha chỉ nè ao nơi sự cái đây sọc xua đo nè đợt tây không phải chụp bắn triệt đi cái đấy chôn nút anh tay thằng ban sự cái đây sọc sọc hẹp một cô không mình nút lô năng tê và lô từ không là nè con sẽ triệt tiết rồi hai đôi hôm nay phần lan này xong này cả thân là tiên nút không cao chia là cốt chôn nút nặng ban chia e hệ phịch hậu rồi có e hệ phịch hậu nì đại miên trai chế và đã cao anh đòi rật nơi bề bà bà chia bà bà chất không xa xa bà bột tạ ong na mùi hai ban xâm rách mẹ nặng phó là biển không bề bà bà chia nút chia bật bà cót khan bùm lòi nắng đôi rương phịch hậu xàm sập rù mà vậy rương phịch hậu xàm sập rù về rì dọc bày đọ cả thể nè khát thể cả miền chay nhầm piประพบในกฐันใจวราธาក្នុងបឋមពោធិកាលហ្នឹងដែលព្រះបរមសាស្តាទ្រង់ឲ្យភិក្ខុប្រើប្រាស់តែបង្សកោជ័យវរៈពុំទាន់ទ្រង់អនុញ្ញាតឲ្យប្រើកហបតីជ័យវរៈនៅឡើយនោះសម័យមួយការដែលទ្រង់គង់នៅចាំព្រះវស្សានៅវត្តចេតពុនចិត្តដល់ថ្ងៃចូលវស្សាភិក្ខុ30អង្គនៅស្រុកបាវ៉ាប្រាថ្នាចង់មកថ្វាយបង្គំព្រះអង្គមុនថ្ងៃចូលព្រះវស្សាតែមកមិនទាន់ក៏ចូលព្រះវស្សានៅជនបទមួយត្រង់កណ្ដាលផ្លូវដល់ចេញវស្សាហើយទៅភិក្ខុទាំង30រូបនោះនាំគ្នាមកដោយពេលដែលមកនោះមានភ្លៀងធ្លាក់ច្រើនពេកភិក្ខុទាំងនោះមានត្រៃចេវរៈទៅទឹកជោកដោយទឹកភ្លៀងហើយដោយហេតុតែចង់ឃើញព្រះពុទ្ធឆាប់ក៏នាំគ្នាចូលទៅថ្វាយបង្គំព្រះអង្គទាំងទៅទឹកនោះព្រះអង្គបានទតឃើញដូច្នោះក៏ទ្រង់ព្រះមេត្តាប្រោសអនុញ្ញាតឲ្យភិក្ខុក្នុងព្រះពុទ្ធសាសនាទាំងមូលទទួលសម្ពុតកថាដែលជាកហបតីជ័យវរៈបានហើយទ្រង់បានអនុញ្ញាតឲ្យវិខោដែលបានទទួលក្រាលក្រងបានទទួលអនុមោទនីកថានោះបានអានិសង្ស5ប្រការដោយពុទ្ធានុញ្ញាតនេះភិក្ខុក្នុងពុទ្ធសាសនាមណ្ឌលហ្នឹងក៏បានទទួលកថាជ័យពរជ័យវរៈជាកហបតីជ័យវរៈនិងកហបតីជ័យវរៈនានាតាំងតែពីពេលនោះរៀងដរាបមកដល់សពថ្ងៃយើងនេះឯងជនដ៏មានសទ្ធាដែលបានធ្វើកថាទានឈ្មោះថាជាអ្នកគោរពព្រះពុទ្ធដីកាដែលទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឃបានអានិសង្ស5ប្រការផងជាអ្នកមានចិត្តអាណិតអាសូរព្រះសង្ឃដែលបានគង់ចាំព្រះវស្សាសិក្សាធម៌វិន័យចម្រើនព្រះមេត្តាភាវនាអស់មួយវស្សាហើយលោកបានអានិសង្ស5ប្រការតាមពុទ្ធានុញ្ញាតនោះផងជាអ្នកបានតអាយុពុទ្ធសាសនាឲ្យបានយូរយឺនយូរថិតថេរចេការរុងរឿងចម្រើនតទៅផងដោយសារកថាទានជាការទានពិសេសប្រកបទៅដោយការគោរពពុទ្ធានុញ្ញាតការមានចិត្តអាណិតអាសូរដល់ភិក្ខុសង្ឃនិងការរត់អាយុពុទ្ធសាសនាប្លែកពីជ័យវរៈនានាដោយដែលពពរនីមកនេះហើយដែលជាលោកពោលថាមានអានិសង្សផងមានអានិសង្សច្រើនផងលើជ័យវរៈទាំងពួងជ័យវរៈកថាទានគឺមានអានិសង្សច្រើនជាងជ័យវរៈដែលញាតិញោមប្រគេននៅពេលវេលាដតីចឹងមានជ័យវរៈច្រើនណាស់ញោមអង្គកថាទាននេះមានអានិសង្សបានទាំងញាតិញោមបានទាំងភិក្ខុដែលក្រាលក្រងចាំព្រះវស្សានៅក្នុងវត្តនោះ
ចឹងអានិសង្ឃកថានទានអាត្មាមានតែប៉ុណ្ណេះជាចុងក្រោយសូមប្រគេនពរនិងជូនពរទៅដល់កណាគ្រប់ព្រះអង្គនិងញាតិញោមពុទ្ធបរិស័ទទាំងអស់ឲ្យជួបប្រទេសណែពុទ្ធពរគឺពរពុទ្ធទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកំបីឃ្លៀតឡើយ